ហាកិច្ចការធ្វើភេសជ្ជៈដែលធ្វើចេញពីការទំពារបស់មាត់មនុស្សដែលវាកើតឡើងនៅក្នុង Amazon បីធ្វើភេសជ្ជៈនេះឡើងស្ត្រីមួយចំនួនត្រូវទំពាឬយូកាស្ដោះវាចូលទៅក្នុងចានមួយហើយទឹកមាត់របស់ពួកគេជួយបំបែកជាតិម្សៅទៅជាជាតិស្ករកើតបានជាភេសជ្ជៈដែលមានរសជាតិផ្អែមដែលមានឈ្មោះថាស៊ីចាបន្ទាប់ពីពួកគេទំពាហើយពួកគេទុកភេសជ្ជៈនេះរាប់ថ្ងៃបីធ្វើឲ្យវាមានពពុះនិងមានជាតិជូររហូតដល់វាប្រែក្លាយទៅជាអាល់កុលទើបវាត្រូវបានគេយកមកផឹកកំសាន្តទុកជួបជុំមិត្តភ័ក្តិគ្រួសារហើយនឹងភ្ញៀវមកពីឆ្ងាយខ្ញុំវិញខ្ញុំផឹកអត់កើតទេក៏ប៉ុន្តែការបដិសេធគឺជាការប្រមាថរបស់ពួកគេធម្មតាភេសជ្ជៈនេះហាក់បង្កើតឡើងដោយគ្នាច្រើនខ្លាំងមែនទែននេះហាក់ពីមាត់មួយទៅមាត់មួយហ្មងស្ដោះចូលទៅកន្លែងតែមួយស៊ីចាមិនមែនត្រឹមតែជាភេសជ្ជៈទេវាគឺជាវប្បធម៌របស់កុលសម្ព័ន្ធមួយនេះផងដែរហើយក៏ជារបៀបដែលកុលសម្ព័ន្ធមួយនេះទទួលភ្ញៀវនិងផ្សារភ្ជាប់ទំនាក់ទំនងផងដែរគឺពិធីផ្សេងៗដែលមិនអាចបំភ្លេចភេសជ្ជៈមួយនេះបានឡើយហើយការបដិសេធមិនផឹកទឹកនេះហាវាត្រូវបានគេគិតថាគឺជាការប្រមាថដល់ពួកគេនេះហាគឺជារឿងដ៏ចម្លែកសម្រាប់ពួកយើងខ្លាំងមែនទែនក៏ប៉ុន្តែសម្រាប់កុលសម្ព័ន្ធមួយនេះវិញគេចាត់ទុកវាគឺជារឿងធម្មតាហើយក៏ជានិមិត្តរូបសហគមន៍ប្រពៃណីនិងការរស់រានមានជីវិតនៅក្នុងព្រៃរបស់ពួកគេផងដែរបើគេឲ្យអ្នកទាំងគ្នាហូបទឹកនឹងតើអ្នកទាំងគ្នាហូបអត់បានឡើងដូចក្អួតអញ្ចឹងហើយភេសជ្ជៈស៊ីឆាមួយនេះគឺជាភេសជ្ជៈដែលធ្វើឡើងពីដំឡូងមីដែលជាភេសជ្ជៈដ៏ល្បីល្បាញរបស់កុលសម្ព័ន្ធមួយនេះដែលពួកគេនៅតំបន់ Amazon នៅអាមេរិកខាងត្បូងដែលគ្រឿងផ្សំចម្បងគេនោះគឺដំឡូងមីដែលគេហៅថាឬយូកាហ្នឹងណាពីដំបូងគឺគេត្រូវយកវាទៅបកសម្បកឲ្យស្អាតបន្ទាប់មកយកទៅស្ងោរឲ្យឆ្អិនហើយវិធីធ្វើគឺវារៀងចម្លែកតិចហើយដែលគេបានទំពាវាហើយបន្ទាប់មកស្ដោះវាតាមទំនៀមទម្លាប់បុរាណស្ត្រីនៅក្នុងកុលសម្ព័ន្ធទំពាដំឡូងមីដែលស្ងោរឆ្អិននោះរួចទៅស្ដោះវាចូលទៅក្នុងចានដែកដ៏ធំមួយរួមគ្នាហើយអង់ស៊ីមដែលនៅក្នុងទឹកមាត់របស់ពួកគេក៏បំបែកម្សៅដំឡូងមីនេះឲ្យคล้ายទៅជាជាតិស្ករដែលធ្វើឲ្យដំណើរការផ្អាប់រឹតទៅយ៉ាងលឿនដែលមានជាតិអាល់កុលដែលយើងតែងតែហៅថាស្រាអញ្ចឹងណានិយាយរួមទៅកុលសម្ព័ន្ធនឹងគឺគេផឹកអាហ្នឹងមួយក៏ហូបអាហ្នឹងជំនួសស្រាដូចជាយើងអញ្ចឹងហើយបន្ទាប់ពីការផ្អាប់ទុករយៈពេល2ទៅ3ថ្ងៃវានឹងក្លាយទៅជាភេសជ្ជៈដែលមានពណ៌សស្រអាប់ដែលមានរសជាតិជូរអែមតិចៗនិងមានជាតិអាល់កុលទាបហើយចំពោះអត្ថន័យវប្បធម៌វិញសម្រាប់កុលសម្ព័ន្ធទាំងនោះឈីឆាគឺមិនមែនជាប្រភេទភេសជ្ជៈធម្មតាទេតែវាជានិមិត្តរូបនៃបដិសណ្ឋាកិច្ចការរួបរួមសហគមន៍នឹងត្រូវបានប្រើប្រាស់នៅក្នុងពិធីបុណ្យសំខាន់ៗដូចជាពិធីការហើយនិងពិធីបុណ្យជួបជុំជាដើមហើយនិយាយរួមទៅអាវប្បធម៌នេះគឺវាមានយូរលង់ណាស់មកហើយរបៀបដែលធ្វើសម័យថ្មីនេះក៏គេមានផងដែរដោយសារតែភេសជ្ជៈនេះវាធម្មជាតិហើយវារៀងឆ្ងាញ់ដែរក៏សម័យថ្មីក៏គេមានការធ្វើផងដែរក៏ប៉ុន្តែគេអត់ប្រើការស្ដោះមាត់ដូចកាលពីមុនទេអានេះសម្រាប់តែយើងទេណាក៏ប៉ុន្តែនៅកុលសម្ព័ន្ធនឹងគឺគេនៅតែប្រើការស្ដោះមាត់ដល់ឥឡូវចឹងហើយប្រពៃណីរបស់កុលសម្ព័ន្ធនឹងក៏នៅតែមានរហូតដល់ឥឡូវដែរ